ជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតែចូលមើលវីដេអូពី Channel YouTube ឬ Page Facebook របស់ខ្ញុំបាទអំពីការចែករំលែកបង្ហាញការដាំដំណាំនិងការចិញ្ចឹមសត្វហើយវីដេអូនេះដែរខ្ញុំចង់ចែករំលែកបង្ហាញឲ្យបងប្អូនបានស្គាល់ប្រភេទដំណាំមួយប្រភេទដែលមានឈ្មោះថាដើមមននេះដើមមនបឺរីពូជកូនមនម្ដើមនេះជាប្រភេទកូនពូជមនបដោះគ្រាប់ដែលខ្ញុំបានយកផ្លែមនទុំដែលមានគ្រាប់ហ្នឹងខ្ញុំបានបដោះយកមកផ្សាំបដោះគ្រាប់យកមកដាំឥឡូវកូនពូជមននេះវាបានធំប៉ុណ្ណេះអាចយកទៅដាក់ដាំនឹងដីផ្ទាល់បានលក្ខណៈដើមមនប្រភេទដើមមនជាប្រភេទដែលមានផ្លែដែលអាចយើងញ៉ាំផ្លែវាបានហើយផ្លែរបស់វាមានរសជាតិផ្អែមឈ្ងុយពេលទុំខ្មៅល្អអាចយកទៅដាំបានហើយប្រភេទផ្លែមនអាចជួយសុខភាពដល់រាងកាយរបស់យើងបានល្អជួយរាងកាយយើងឲ្យសុខភាពល្អបានល្អប្រសើរខ្លាំងអញ្ចឹងសម្រាប់បងប្អូនខ្លះច្រើនគាត់ស្គាល់ហើយបងប្អូនមួយចំនួនអាចនឹងមិនស្គាល់អញ្ចឹងខ្ញុំបង្ហាញឲ្យបងប្អូនបានទស្សនាមើលបានស្គាល់ប្រភេទពូជដំណាំដើមមននេះហើយទីទៀតខ្ញុំនឹងបង្ហាញប្រភេទដើមមននៅក្រោយផ្ទះដែលមានគុម្ពធំដែលខ្ញុំបានដាំរយៈពេល 3-4 ឆ្នាំមុនផ្លែមនបឺរី
នេះថ្ងៃច័ន្ទទី7ខែ4ឆ្នាំ2025បន្ទាប់ពីខ្ញុំថតបង្ហាញថ្ងៃមុនដែលដើមមូនយើងចេញផ្កាផ្លែហ្នឹងវាអត់ទាន់ទុំច្រើនទេហើយឥឡូវថ្ងៃនេះខ្ញុំថតបង្ហាញបងប្អូនឲ្យមើលពីសភាពផ្លែវាដែលកំពុងលាស់ក្តឹបផ្លែបន្តមកទៀតហ្នឹងបាទហើយនឹងវគ្គមុនហ្នឹងគឺវាចាប់ដើមទុំបដាហើយឡើយខ្ញុំនាំបងប្អូនបេះតែមូនទុំច្រើនគួរសមដែរវាទុំបដាយើងបានបេះហូបបន្តរហូតនេះថ្ងៃមុនដែលខ្ញុំថតបង្ហាញបងប្អូនហ្នឹងឥឡូវវាចាប់ដើមទុំបានច្រើនគួរសមផ្លែមូនវាជាប្រភេទផ្លែឈើដែលជួយសុខភាពយើងបានល្អហើយរសជាតិផ្លែវាគឺមានទុំគឺផ្អែមឈ្ងុយឆ្ងាញ់នៅខាងមេខាងនេះនៅខាងលើពុះបេះបាល់តើទាញប្រយុទ្ធមេឃវាចោះមកក្រោមនេះផ្លែខ្ញុំបេះបានមកមិញហ្នឹងហើយនៅខាងលើមានច្រើនទៀតនេះតន់ទុំខ្មៅល្អហើយនំគុំខាងនោះអញ្ចឹងវីដេអូនេះបញ្ចប់ប៉ុណ្ណឹងចាំមើលខ្ញុំធ្វើវីដេអូបង្ហាញពីការផ្សាំដើមមូនហើយនឹងការបដោះដាំដើមមូនបន្តទៀតអញ្ចឹងសូមបងប្អូនជួយចុចតាមដាន Subscribe អ្នកមួយដើម្បីទទួលបានវីដេអូការចែកម្លែកពី Channel និង Page Facebook របស់ខ្ញុំបន្តទៀតបាទអញ្ចឹងចប់វីដេអូប៉ុណ្ណឹងបាទសូមអរគុណ